សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូមេរៀនថ្មីថ្ងៃនេះប៉ុន្តែមិនពេលចាប់ផ្ដើមយើងរំលឹកនៅមេរៀនចាស់សិនអញ្ចឹងបងប្អូនមានចាំមិនមេរៀនមុនយើងរៀនអក្សរអីគេខ្លះអូខេអញ្ចឹងមេរៀនមុនយើងបានសិក្សាអំពីស្រៈទី1គឺ EAR សំឡេង A និងទី2 EAR ដដែលសំឡេង E អញ្ចឹងនៅក្នុងជំពូក4យើងរៀនពីស្រៈអូខេហើយនឹងស្រៈផ្សំដដែលនៅក្នុងមេរៀនទី16នេះគឺយើងរៀនអំពីស្រៈដែលមាន EER អូខេគឺវាសំឡេង E អញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1 B សំឡេង B EER គឺស្រៈ E B E B B E B ទី2គឺ D សំឡេង D EER ស្រៈ E D E D ទី3គឺ S សំឡេង S T សំឡេង T S T S T EER គឺស្រៈ E ST E ST អូខេចឹងយើងអនុវត្តនៅក្នុងសៀវភៅបន្ថែមទៀតអញ្ចឹងមេរៀនទី16 EER សំឡេង E មានប៉ុណ្ណឹងយើងចូលមេរៀនទី17 ER សំឡេង អូខេ ER សំឡេង អញ្ចឹងពាក្យទី1 T សំឡេង T ER គឺស្រៈ T T M T និង M term term ពាក្យទី2គឺ G សំឡេង J ER គឺស្រៈ J J និង M germ germ ទី3គឺ S សំឡេង S P សំឡេង P S P sp ER គឺស្រៈ sp sp M sp និង M sperm sperm អូខេ alright វីដេអូយើងមានតែប៉ុណ្ណេះ ER សំឡេង E ហើយនឹង ER សំឡេង ជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៀត